រដ្ឋបាលខេត្តកែបបានរៀបចំព្រះរាជពិធីចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាថ្វាយព្រះមហាក្សត្រព្រះពរជេស្តានារសៀលថ្ងៃទី13ខែឧសភាឆ្នាំ2025អាយដាមអ៊ុនថាប្រធានក្រុមប្រឹក្សាខេត្តនិងអាយដាមបណ្ឌិតសោមពិសិដ្ឋអភិបាលនៃគណៈអភិបាលខេត្តកែបបានដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរៀបចំព្រះរាជពិធីចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដើម្បីអបអរសាទរខួបគម្រប់ព្រះជន្ម72យាងចូល73ព្រះវស្សាដោយមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះមេគុណខេត្តទាំងពីរគណៈនិងអាយដាមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តលោកស្រីអភិបាលរងខេត្តថ្នាក់ដឹកនាំមន្ត្រីរាជការតាមមន្ទីរអង្គភាពក្រុងស្រុកឃុំសង្កាត់ព្រមទាំងយុវជនសិស្សានុសិស្សយ៉ាងច្រើនកកក្នុងឱកាសដ៏ថ្លៃថ្លានោះអាយដាមបណ្ឌិតសោមពិសិដ្ឋបានគូបញ្ជាក់ថាការរៀបចំប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មស្របតាមព្រះរាជប្រវេណីពីបុរាណដោយចាត់ទុកព្រះរាជពិធីនេះជាអាយុវឌ្ឍនមង្គលមួយដើម្បីសម្ដែងនូវកតញ្ញូតាធម៌ចំពោះព្រះមហាក្សត្រព្រមទាំងថ្វាយព្រះពរសពសាធុការនិងថ្វាយព្រះរាជកុសលជាទីគោរពសក្ការៈដើម្បីគង់ប្រថាប់ក្នុងព្រះបរមសារីរិកសម្បត្តិនិងជាម្លប់ដ៏ត្រជាក់ត្រជុំរបស់ប្រជារាស្ត្រយូរអង្វែងតរៀងទៅអាយដាមបណ្ឌិតអភិបាលខេត្តបន្តថាព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រនរោត្តមសីហមុនីគម្រប់ព្រះជន្ម72យាងចូល73ព្រះវស្សានឹងប្រព្រឹត្តទៅនៅថ្ងៃពុធ3រោចខែពិសាខឆ្នាំម្សាញ់សប្តស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី14ខែឧសភាឆ្នាំ2025ខាងមុខនេះក្នុងនាមថ្នាក់ដឹកនាំខេត្តកែបរួមទាំងមន្ត្រីរាជការក្រមអាវ៉ាតនិងប្រជាពលរដ្ឋទូទាំងខេត្តសូមក្រាបបង្គំសម្ដែងថ្វាយនៅអំណរគុណព្រមទាំងគីវរកិច្ចប្រកបដោយកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះរាជគុណូបការៈនិងព្រះបញ្ញាញាណបំពេញព្រះរាជកិច្ចបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិនិងប្រជារាស្ត្រប្រកបដោយស្វាមីភក្តិដ៏ឧត្តមឧត្តមបំផុតព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះអង្គបានចូលរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជារាស្ត្រកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍមាតុភូមិកម្ពុជាឲ្យរីកចម្រើនថ្កុំថ្កើងរុងរឿងជានិរន្តរ៍